Ba chấm xua một bên tụi ông bà ngày nay cứ chơi ngày tỷ pram khai bún bị pom mà phải pram bà hay cho đó khai bún hay một bốn bà hayในขณะวิดีโอนี้ខ្ញុំនឹងបង្ហាញបងប្អូនពីភាពខុសគ្នារវាងការដាំស្ពៃតឿពីដើមនិងម្ដើមណាបងប្អូនបាទនៅក្នុងរងនេះគឺភាគច្រើនមានតែម្ដើមទេបងប្អូនបាទយើងឃើញថាដើមវាធំធំហើយវាស្លឹកវាកម្មាំងបងប្អូននេះឃើញទេតែខ្ញុំដកអនមើលឲ្យមើលបងប្អូនបាទខ្ញុំចិត្តដៃជាងបាទអូខេធំនេះដើមមួយធំវាទុកអត់បានយូរបងកណាទុកយូរពេកវាគេអត់សូវចង់បានធំពេកណាបាទអានេះក៏យើងដាំមួយបងប្អូនបាទហើយគីឡូក៏វាអត់សូវបានច្រើនបានដែរហើយតិចខ្ញុំនឹងបង្ហាញបងប្អូនពីរងដាំពីណាបាទនេះដាំមួយបងប្អូនបាទដាំមួយឥឡូវយើងទៅមើលដាំរងដាំពីទាំងអស់គ្នាបងប្អូនណាបាទនេះបងប្អូននេះគឺជាការដាំពីបាទដាំពីណាឥឡូវយើងមើលបាទហើយស្មានណាអត់សូវច្បាស់ទេបងប្អូនថ្ងៃរៀបលិចហ្នឹងបាទនៅទៅលើដបូផ្ទះនៅលើដបូផ្ទះហើយណែចិត្តខាងខ្ញុំហ្នឹងគឺថ្ងៃលិចហ្នឹងបងប្អូនបាទឥឡូវទៅមើលថ្ងៃលិចសិនបងថ្ងៃលិចហ្នឹងថ្ងៃលិចហើយបាំងដបូផ្ទះគេបាទឥឡូវយើងមកមើលស្ពៃម្ដងបាទនេះគឺជាការដាំស្ពៃតឿណាបងប្អូនបាទស្ពៃតឿរបស់ខ្ញុំនេះរងមួយនេះគឺសុទ្ធតែដាំពីទាំងអស់បាទមួយតិចទេបាទនេះភាគច្រើនគឺ2តែម្ដងណាបងប្អូនភាគច្រើនគឺ2អញ្ចឹងសួរថាអត្ថប្រយោជន៍អីដែលខ្ញុំបង្ហាញលើវីដេអូនេះបាទអញ្ចឹងយើងមើលណាបាទធម្មតាស្ពៃតឿគេអត់ចង់បានទេបងប្អូនធំពេកបាទគេចង់បានតូចល្មមប៉ុន្តែធ្វើយ៉ាងណាឲ្យមានទម្ងន់អញ្ចឹងណាបាទតូចប៉ុន្តែវាធ្ងន់បងប្អូនឃើញខុសគ្នានេះដាំមកសកលគ្នាតែអានេះមើលទៅយើងខ្តាប់បងប្អូនខ្តាប់ហើយវាដើមវាអញ្ចឹងបងប្អូននេះបាទខ្តាប់ឲ្យដើមវានេះបងប្អូនខ្ញុំដកបងប្អូនមើលបាទដើមវាខ្តាប់នេះបងប្អូនឃើញនេះប៉ុនគ្នានេះយើងបដោះកូនឲ្យស្មើគ្នាអញ្ចឹងណាបាទអញ្ចឹងយើងបានមកលទ្ធផលគឺបានប៉ុណ្ណឹងអញ្ចឹងប៉ុណ្ណេះយើងចង់ទុក 4-5 ថ្ងៃទៀតក៏អត់បញ្ហាក៏អត់សធំម៉ងខូមកដែរដោយសារអីវាចង្អៀតមួយទឿវាអត់ត្រូវការទីធំទេដើម្បីលូតលាស់រិចទៅខាងទេវាត្រូវការចង្អៀតព្រោះវាទឿគេដូចខ្ញុំថាអញ្ចឹងគេអត់ចង់បានធំទេគេចង់បានទូទេបាទដូចធំអស់នេះអញ្ចឹងនេះវាធំពេកបងប្អូនបាទនេះធំពេកណាតឡើងធំអញ្ចឹងគេអត់សូវចង់បានទេប៉ុន្តែបើបាន2ស្មើ2ប៉ុនគ្នាក៏វាអត់សូវធំអញ្ចឹងដែរវារៀងក្តៀបអញ្ចឹងក្តៀបតិចវិញហើយមើលទៅណែនរងល្អបងប្អូនបាទការដាំ1 1 2 2នេះខុសគ្នាថងថាមិនហ៎គីឡូវាអា2នេះគីឡូវាធ្ងន់ជាងមករងនេះឧទាហរណ៍ថាបាន100គីឡូខ្ញុំមានតែវាយបាន100គីឡូនៅវាពេញដកនេះរងនេះបាន100គីឡូព្រួយ10គីឡូបានតែតិចទេបងប្អូនអានេះស្ពៃតឿធ្ងន់ណាស្ពៃតឿពូជខ្ញុំដាំនេះពូជS1 ណាបាទពូជ S1 អញ្ចឹងយើងទៅមើលអាដាំមួយវិញម្ដងទៀតណាបាទយើងត្រឡប់ក្រោយវិញណាបាទយើងទៅមើលដាំមួយវិញហើយនេះស្ពៃកញ្ញាញ់របស់យើងបាទល្អបងប្អូនបាទក្តៅខ្លាំងបងប្អូនអើយក្តៅមែនទែនបាទជាលាស់បានប៉ុណ្្នឹងដែរបាទឥឡូវយើងទៅមើលអាមួយវិញនេះមួយនេះបងប្អូនអត់ទាន់ដល់ថ្ងៃដកទេបងប្អូនឃើញធំម៉ងខងហ៎បាទនេះអាចធំយើងទុកដល់ឲ្យវាធ្ងន់បន្តិចប្រហែលជាអាចធំជ្រុលវាអត់សូវចង់បានទេធំពេកនេះដល់នេះធំណាបងប្អូនធំណានេះធំមែនទែនណាបាទអានេះក៏2ដែរប៉ុន្តែវាក្តៀបពេកមួយនេះត្រូវមួយធំអានេះបងប្អូនធំអាគេអត់សូវចង់បានទេនេះគេចង់បានប៉ុណ្ណឹងនេះប៉ុណ្នេះតែយើងដកទៅវាខាតយើងណាបងប្អូនបាទវាខាតយើងបាទណាបាទយើងកាត់ដាំ2ចំណេញជាងវាខ្តាប់បាទវាខ្តាប់ណែនមកនេះមើលទៅរាងខាក់អញ្ចឹងណាតែពេលអា2មិញឡើងណែនបងប្អូនបាទនេះពេលទឿដាំនេះពេលកញ្ញាញ់បាទពេលកញ្ញាញ់ក្តោបល្អណាស់បងប្អូននេះក្តោបដល់កហើយបាទល្អមែនតើមើលនេះចូល30គីឡូជាងនេះមកកណ្ដាប់នេះ
នេះឲ្យធ្វើកញ្ញាញ់នេះឲ្យបានត្រូវក្តៅដឹងធ្វើដោបឡើងក្តោបហ្មងត្រូវក្តៅនេះក្តោបហ្នឹងនេះតោះថ្ងៃដកអីអានេះphảiដកស្អែកទុកអីនេះចូលកាប់តយោទៅវាណែនឡើងក្តោបត្មងនេះអរគុណបងប្អូនវីដេអូនេះខ្ញុំចែករំលែកប៉ុណ្ណឹងណាអរគុណបងប្អូនបាយណាស់ល្អ